ស្វាគមន៍មកកាន់សាលាជំនាញវេយ្យាករណ៍និងបកប្រែដែលមានបរិញ្ញាបត្រវេយ្យាករណ៍ Part of Speech វេយ្យាករណ៍ Writing Skill វេយ្យាករណ៍ TOEFL បកប្រែសំណេរបកប្រែទាន់វត្តនិងសន្ទនាទូទៅគ្រប់កម្រិតអូខេឥឡូវនេះខ្ញុំនឹងបរិញ្ញាអ្នកនៅបកប្រែប្រដាក់ភាគ2ហើយអង់គ្លេសក្នុងគ្នានេះ Posting Interpretation Part 2អត្ថបទទី11នេះជាចំណងជើងប្រជាជនកម្ពុជានឹងមានជីវភាពប្រសើរឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះហ្នឹងហើយ lexicon វគ្គស័ព្ទចឹងខ្ញុំស្រង់ពាក្យយកមកបរៀនសិននៅក្នុងអត្ថបទទី11មានទាំងអស់21ពាក្យពាក្យទី1 developing country ប្រទេសកំពុងអភិវឌ្ឍពាក្យទី2 in parallel with នេះស្របពេលហ្នឹងពាក្យទី3 big scale ខ្នាតធំពាក្យទី4 medium scale ខ្នាតមធ្យមពាក្យទី5 small scale ខ្នាតតូចពាក្យទី6 depending on ដោយផ្អែកទៅលើពាក្យទី7 more and more well off តែយើងអាចចប់ more and more well off កាន់តែធូរធារឡើងពាក្យទី8 live blood ជីវភាពពាក្យទី9 saying the least និយាយឲ្យអស់ទៅពាក្យទី10 sustain ត្រង់ពាក្យទី11 respectively រៀងខ្លួនពាក្យទី12 occupation មុខរបរពាក្យទី13 forge បង្កើតពាក្យទី14 above all នេះបើអានចប់ above all ពិសេសជាងនេះទៀតពាក្យទី15 get better ប្រសើរឡើងពាក្យទី16 in the near future ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះពាក្យទី17 see recovery ងើបឡើងវិញហើយខ្ញុំបញ្ជាក់ក្នុងវងចន់ការរកស៊ីអញ្ចឹងពាក្យនេះប្រើសំដៅទៅលើការរកស៊ីណាពាក្យទី18 sharply យ៉ាងខ្លាំងពាក្យទី19 decline ធ្លាក់ចុះពាក្យទី20 in the past កាលពីមុនពាក្យទី21 at present បច្ចុប្បន្ននេះហ្នឹងហើយអូខេអ្នកនរគ្នាហើយជូនពរដល់អ្នកនរគ្នាជាភាសាសាស្ត្ររបស់ខ្ញុំទទួលបានជោគជ័យក្នុងការសិក្សាហ្នឹងហើយប៉ុណ្ណឹងចា៎